Ok, ta là bao nhiêu dương sắc xa từ vocabulary trong cái sang lề nè. Learning English vocabulary. Chẳng cả sắc xa bị trong cái sang lề. Lỡ từ bộ nó dương trong hai pp represent. Ok, chẳng to speak or act officially for another person or people. Cái tha gìឬក៏សំដែងក៏បាន act ហ្នឹងប្រព្រឹត្តក៏បានដែរឬក៏ធ្វើនិយាយឬក៏ធ្វើអ្វីមួយ officially ជាផ្លូវការ for another person សម្រាប់ជំនួសឲ្យនរណាម្នាក់ or people ឬក៏មនុស្សអូខេឬក៏មនុស្សទាំងឡាយអញ្ចឹងក្នុងហ្នឹងគេចង់និយាយថាពាក្យ represent នេះគឺមានន័យថាជាតំណាងខ្មែរយើងប្រែថាតំណាងមានន័យថាយើងឡើងនិយាយអីមួយតំណាងឲ្យណាម្នាក់ឬក៏ធ្វើសកម្មភាពអីមួយតំណាងឲ្យនរណាម្នាក់ហ្នឹងជាផ្លូវការនេះ officially or another person ឬក៏មនុស្សម្នាក់ទៀត or people ឬក៏មនុស្សទាំងឡាយចាប់ពីពីរនាក់ឡើងទៅអូខេហ្នឹងហៅ to represent បងប្អូនមើលឧទាហរណ៍ examples ឧទាហរណ៍ I sent my husband to represent me at the funeral ខ្ញុំបានបញ្ជូនពាក្យ send ហ្នឹងផ្ញើឬក៏បញ្ជូនបើមនុស្សហៅបញ្ជូនទៅកំថាផ្ញើវាមកពីពាក្យ send ដែរអតីតកាល sent ថាគេដូរ d ទៅ t មកជាទម្រង់អតីតកាល past tense I sent my husband ខ្ញុំបានបញ្ជូនប្តីរបស់ខ្ញុំ to represent me ដើម្បីតំណាងឲ្យខ្ញុំ to represent នឹងតំណាងឲ្យខ្ញុំ at the funeral at នឹងប្រែនៅឯ the funeral នៅឯពិធីបុណ្យសពអូខេ funeral ពិធីបុណ្យសពអូខេយើងមានឧទាហរណ៍មួយទៀតខាងក្រោមគេដាក់ថា they chose a famous barrister to represent them in court អញ្ចឹងយើងមើលមានពាក្យបបាក់ឯ barrister ហ្នឹងគឺមានន័យថាអ្នកច្បាប់មេធាវីអ្នកច្បាប់អីហ្នឹង barrister ហើយពាក្យ famous ហ្នឹងល្បីពួកគេបានជ្រើសរើស chose ហ្នឹងមកពីពាក្យ choose ហ្នឹង o ពីរដងដល់អតីតកាលយើងលុប o ចេញមួយសល់ o ទៅមួយអាន chose they chose ពួកគេបានជ្រើសរើស a famous barrister អ្នកច្បាប់ឬក៏មេធាវីដ៏ល្បីល្បាញម្នាក់ to represent ដើម្បីតំណាង them តំណាងពួកគេ in court នៅក្នុងតុលាការអញ្ចឹង court តុលាការពួកគេបានជ្រើសរើសមេធាវីដ៏ល្បីម្នាក់ដើម្បីតំណាងឲ្យពួកគេនៅក្នុងតុលាការអញ្ចឹងក្នុងចំណុចនេះគេចង់ប្រាប់បងប្អូនថាពាក្យ represent ហ្នឹងគឺមានន័យថាជំនួសឬក៏តំណាងឲ្យណាម្នាក់ជាផ្លូវការនេះ to speak or act officially នេះតាមជាផ្លូវការនិយាយឬក៏ធ្វើឲ្យមួយជាផ្លូវការសម្រាប់ជំនួសឲ្យនរណាម្នាក់ឬក៏មនុស្សទាំងឡាយអូខេតោះឥឡូវយើងចូលដល់ចំណុចមួយទៀត denote ហ្នឹងគឺវាស្មើនឹងពាក្យ represent ណាប៉ុន្តែភាគច្រើនគឺrepresent something មានន័យថាទៅលើរបស់របរផ្សេងៗវត្ថុ something ហ្នឹងវត្ថុ to represent something មានន័យថាតំណាងឲ្យរបស់អ្វីមួយ denote ណា example ឧទាហរណ៍ the color red មានន័យថាពណ៌ក្រហម is used ត្រូវបានគេប្រើ to denote ដើម្បីពណ៌នារៀបរាប់ឬក៏ដើម្បីបង្ហាញប្រាប់ឲ្យដឹងពី passion ហ្នឹងគឺមានន័យថាមហិច្ឆតាឬក៏ danger ហ្នឹងមានន័យថាគ្រោះថ្នាក់ danger គ្រោះថ្នាក់អញ្ចឹងគេថាពណ៌ក្រហមគឺត្រូវបានគេប្រើ is used to ត្រូវបានគេប្រើ denote នោះគឺតំណាងឲ្យអីគេ passion មហិច្ឆតា ឬក៏ danger គ្រោះថ្នាក់អូខេ danger នឹងគ្រោះថ្នាក់វាចំណោណាអូខេ his angry tone denoted extreme displeasure អូខេយើងមើលមានពាក្យពិបាកទេពាក្យ angry ហ្នឹងមានន័យខឹងសម្បា tone ហ្នឹងគឺសំឡេងខ្ទង់សំឡេងដែលនិយាយចេញមកដែលបង្ហាញឲ្យឃើញហ្នឹងអញ្ចឹង angry tone មានន័យថាសំឡេងដែលប្រកបទៅដោយការគ្រុតខឹងរបស់គាត់នេះ denoted នេះគឺមានន័យថាបង្ហាញឲ្យឃើញឬក៏តំណាងឲ្យប្រែបានដូចគ្នាexpress extreme displeasure មានន័យថាការមិនពេញចិត្តខ្លាំង
ពាក្យ displeasure នោះគឺមានន័យថាការមិនពេញចិត្តមិនសប្បាយចិត្តទៅនឹងអីមួយ displeasure វាមកពីពាក្យ pleasure នេះគឺការពេញចិត្តឬក៏សប្បាយរីករាយទៅនឹងអីមួយតែពេលថែមពាក្យ dis នេះមក prefix មានន័យពាក្យបន្ថែមដើមវាទៅជា opposite ទៅជាន័យផ្ទុយមានន័យថាការមិនពេញចិត្ត extreme displeasure ការមិនពេញចិត្តខ្លាំងអញ្ចឹងគេដាក់ថា his angry tone denote extreme displeasure មានន័យសំឡេងខឹងក្រោធរបស់គាត់តំណាងឲ្យឬក៏បង្ហាញឲ្យឃើញការមិនពេញចិត្តខ្លាំងអូខេឥឡូវបងប្អូនយើងជួយដល់ចំណុចមួយទៀតគឺ depict នេះមានន័យថាតំណាងឲ្យឬក៏បង្ហាញឲ្យឃើញដូចតែគ្នាទេដូចតើពាក្យ denote ដូចតែពាក្យ represent ហ្នឹងអញ្ចឹង to show មានន័យបង្ហាញ or represent ណាឬក៏តំណាងឲ្យ something របស់អ្វីមួយឬក៏វត្ថុអ្វីមួយហ្នឹង in a story នៅក្នុងរឿងនេះនៅក្នុងរឿង or picture ឬក៏ក្នុងរូបភាពអូខេខុសពីមុនបន្តិចអានេះភាគច្រើនគឺគេលើកឡើងក្នុងរឿងឬក៏ក្នុងរូបភាព examples ឧទាហរណ៍ដូចជាខ្លះ in the book នៅក្នុងសៀវភៅ he depict his father as a tyrant គាត់បានបង្ហាញប្រាប់ពីឪពុករបស់គាត់ហ្នឹងថាជាអ្នកផ្ដាច់ការជាមនុស្សផ្ដាច់ការ tyrant ហ្នឹងគឺមានន័យមនុស្សផ្ដាច់ការដែលប្រើអំណាចផ្ដាច់ការហើយពាក្យdepict ហ្នឹងបងប្អូនចេះហើយណា in the book នៅក្នុងសៀវភៅ he depict his father គាត់បានបរិយាយប្រាប់ឬក៏បង្ហាញឲ្យឃើញនេះ depict ហ្នឹងដូចតែគ្នាទេបង្ហាញប្រាប់ឬក៏បរិយាយប្រាប់ his father ឪពុករបស់គាត់ as a tyrant ជាជនផ្ដាច់ការ her painting depict the lives of ordinary people in the last century her painting ផ្ទាំងគំនូររបស់គាត់ painting ផ្ទាំងគំនូររបស់នាងក៏យើងអាចប្រែគាត់បានដែរប៉ុន្តែយើងដឹងថាជាមនុស្សស្រីផ្ទាំងគំនូររបស់នាង depict នឹងប្រែថាបង្ហាញឲ្យឃើញ the lives the line មានន័យថាជីវិត of ordinary people នៃមនុស្សធម្មតាណានៃមនុស្សធម្មតាមានន័យថាប្រជាជនធម្មតាហ្នឹង in the last century នៅក្នុងសតវត្សចុងក្រោយ last century នៅក្នុងសតវត្សចុងក្រោយឬក៏សតវត្សមុនយើងប្រែសតវត្សមុនក៏បានដែរណាសតវត្សមុនអូខេឥឡូវយើងប្រែពាក្យនេះម្ដងទៀតប្រយោគនេះម្ដងទៀតផ្ទាំងគំនូររបស់នាងបង្ហាញពីជីវិតនៃប្រជាជនធម្មតានៅក្នុងសតវត្សមុនអូខេសរុបមកសង្ឃឹមថាបងប្អូនចេះពាក្យទាំង3ហ្នឹងទី1គឺ represent មួយទៀតគឺ denote មួយទៀតពាក្យ depict ហ្នឹងអូខេអញ្ចឹងពាក្យហ្នឹងគឺវាមានន័យដូចគ្នាណាបងប្អូនមានន័យថាជំនួសឲ្យតំណាងឲ្យឬក៏បង្ហាញពលនៃរៀបរាប់ពីអីមួយអូខេអញ្ចឹងមេរៀនយើងប៉ុណ្ណឹងសង្ឃឹមថាយើងចេះទាំងអស់គ្នាជូនពលលោកអ្នកមានសុខភាពល្អកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងហើយយើងជួបគ្នាម្ដងទៀតនៅមេរៀនក្រោយបាយបាយ